បាទសូមលំអរកាយគោរពជម្រាបសួរទៅដល់លោកអ្នកបងប្អូនសាជាថ្មីបាទអ្នកនរគ្នាថ្ងៃនេះគឺជាវីដេអូវាយគងបាទសិតសឹងតែជាឧបករណ៍ដែលវាយគងប៉ុន្តែភ្លេងនេះគឺខ្ញុំមិនដែលឃើញទេដែលអ្នកដែលគាត់ប្រើប្រាស់ឬក៏វាយនៅប្រទេសកម្ពុជាគឺអត់មានទេប៉ុន្តែមានតែបងប្អូននៅប្រទេសវៀតណាមទេដែលគាត់ប្រើប្រាស់ហើយនឹងវាយបែបហ្នឹងបាទហើយការប្រគំតន្ត្រីបែបហ្នឹងគេហៅថាភ្លេងបុរាណគឺពីរោះរណ្ដំតែម្ដងអ្នកនរគ្នា ហើយដូចនេះហើយបានជាខ្ញុំចង់ធ្វើ react ឲ្យអ្នកនរគ្នាបានទស្សនាជាមួយនឹងគ្នាផងដែរបាទអូខេអ្នកនរគ្នាហើយមុននឹងអ្នកនរគ្នាបានមើលវីដេអូសូមឲ្យអ្នកនរគ្នាបានចុច follow ហើយនឹង like share ម្នាក់មួយអូខេតោះឥឡូវយើងទៅទស្សនាអ្នកនរគ្នាអ្នកនរគ្នាគងគឺច្រើនមែនទែនរាប់រយនិយាយទៅរាប់រយគងបាទហើយគាត់តែ2នាក់ទេប៉ុន្តែគាត់វាយបានហើយពេលខ្លះខ្ញុំឃើញតែម្នាក់ទេគាត់វាយបានអញ្ចឹងតើអញ្ចឹងណាអ្នកនរគ្នាបាទហើយអញ្ចឹងយើងទៅទស្សនាអ្នកនរគ្នាណោះអ្នកនរគ្នាចំណាំបងប្អូនជាដើមភាគតិចច្រើនជាមួយនឹងឧបករណ៍ភ្លេងបុរាណគឺពួកគាត់តែងតែមានស្គរអ្នកនរគ្នាស្គរបាទស្គរគឺតែងតែមានស្គរបាទធម្មតានៅផ្ទាំងសិលានៅប្រាសាទបាយ័នក៏មានស្គរនឹងដែរអ្នកនរគ្នាបាទស្គរហើយមានគងហើយមានពាងហើយមានការស្លៀកពាក់ដូចជាពឹងអីចឹងទៅមានទាំងអស់បាទយើងទស្សនាក្នុងវីដេអូហ្នឹងទៅអ្នកនរគ្នាឃើញហើយបាទទិដ្ឋភាពទាំងអស់ អូខេអ្នកនរគ្នាមើលខាងមុខនោះគឺជាផ្ទះមួយដែលគេរក្សានៅឧបករណ៍តន្ត្រីភ្លេងបុរាណហើយមានទាំងសម្លៀកបំពាក់ហើយការប្រជុំឬក៏ការជំនុំគ្នាឬក៏មានភ្ញៀវទេសចរអីហ្នឹងបាទនៅហ្នឹងគឺគេរក្សានៅវត្ថុបុរាណនិងសម្ភារៈបុរាណតែម្ដងណាបាទហើយឃើញយើងមើលទៅបាទការលេងភ្លេងគឺពិរោះមែនទែនហើយអ្នកដែលចូលរួមអ្នកដែលទៅទស្សនានេះគឺច្រើនបាទ បាទហើយសូមឲ្យបងប្អូនហើយនៅក្នុងប្រទេសកម្ពុជាអឺជាពិសេសគឺបងប្អូនជនជាតិដើមភាគតិចដែលមានគោលហើយសូមឲ្យយើងបានរក្សាជាកេរមរតករបស់ដូនតារបស់យើងណាបាទហើយជាពិសេសក៏សូមបងប្អូនជំរុញកូនជាពិសេសយុវជនឲ្យគាត់បានរៀនភ្លេងរៀនវាយគងឲ្យបានចេះគ្រប់គ្នាបាទកុំឲ្យយើងភ្លេចមរតក បាទជាកេរដំណែលតាំងពីជីដូនជីតារបស់យើងបាទដើម្បីដល់វេតចាប់ចេង
nên nó ta tay trên nên nó chỉ lại phiền chạy về ta thực ra là tao vét thực ra là tao nuôi thực ra là tao lang để chạy chạy ta để chúng ta là nhà nhớ để chúng ta hỗ trợ chúng ta nên nó với quê nạn cho chúng ta có thể tạm họ na quê bậc em tay trên quê em tay trên thì bậc ta mình lại nhát cho nó lại phiền dạng ở đây nên nó lô mà nuôi nên nó nhiều cho em lấy tay chèn đá nên nó lô mà nuôi gai mông cha của con nên nó gai mông cha nhau nên nó như càng lăng mông lấy tay chèn đá mông đơm lo nên nó lúc vào đây này nên nó lô mà nuôi càng lăng nên nó vừa tại nhẹ chọt lấy phèn mình ra này ok đi lô đó oh my god wow nên nó cọp vào đấy view vào đấy visible visible khẹt tại mình đang để đặt này và visible khẹt tại mình đang នឹងឯអ្នកនរគ្នាកុំឲ្យយើងបំភ្លេចកុំឲ្យយើងបោះបង់ចោលអ្វីដែលយើងមានអ្វីដែលយើងចេះហើយសូមឲ្យយើងនៅតែបន្តហើយគម្រោងរបស់ខ្ញុំគឺខ្ញុំនឹងបន្តឲ្យយុវជនរៀនបាយគងហើយនឹងរក្សានៅកេរដំណែលរបស់ដូនតារបស់យើងហើយយើងនៅតែថែរក្សាបាទតោះ Wow អ្នកនរគ្នាកន្លែងនេះគឺគេរាំវង់ណាបាទគេរាំបែបច្រាយអញ្ចឹងណាអ្នកនរគ្នាឃើញទាំងចាស់ទាំងយុវវ័យទាំងយុវជនទាំងក្មេងគឺពួកគាត់រាំគាត់សប្បាយមែនទែន enjoy អ្នកនរគ្នាពួកគាត់ enjoy ហេបាយមែនទែន Betul tekan.អ្នកនរគ្នាកន្លែងនេះគឺសប្បាយមែនទែនពួកគាត់រាំបដាគាត់ថតបដាហើយមានទាំងឈុតឆាកជាដើមភាគតិចបាទអ្នកនរគ្នា
នៅទីនោះគឺមានលក់សម្លៀកបំពាក់ក៏មានការជួលអញ្ចឹងទៅហើយពួកគាត់តុបតែងហើយសម្រាប់ខ្ញុំក៏បានលក់ក៏មានលក់ឈុតជូនជាដើមពីទីចរ៉ាយផងដែរអ្នកនរគ្នាបើសិនជាអ្នកនរគ្នាត្រូវការអ្នកនរគ្នាអាចឆាតមកចូល page មកបានអូខេអ្នកនរគ្នាបាទបាយអ្នកនរគ្នាមើលបងប្រុសម្នាក់នោះគាត់ថតនេះគាត់ដេកផងគាត់ឈរផងគាត់នេះផងគាត់ថតគាត់រំភើបគាត់ថតហ្នឹងគឺរំភើបហើយបើសិនជាយើងមើលក្នុងវីដេអូនេះកាមេរ៉ាគឺច្រើនមែនទែនបាទมันក្រោម20កាមេរ៉ាទេគឺថតពួកគាត់អស្ចារ្យដូចជាខ្ញុំដែរបាទគាត់ឃើញយូរម្ដងអញ្ចឹងទៅលក្ខណៈ subscribe ពួកគាត់ណាបាទអញ្ចឹងវីដេអូនេះក៏បានបញ្ចប់ត្រឹមហ្នឹងហើយសូមឲ្យបងប្អូនបានជួយ like ជួយ share ហើយជួយ follow page ម្នាក់មួយដើម្បីឲ្យខ្ញុំមានកម្លាំងមានចិត្តធ្វើវីដេអូបន្តទៀតដើម្បីបងប្អូនបានទស្សនាទាំងអស់គ្នាបាទអរគុណបាយ